ក៏សួស្តីអ្នកនរគ្នាដើម្បី reset Adobe Photoshop របស់យើងគឺយើងចូលទៅបើក Adobe Photoshop ចូល Start Window ហើយ click Adobe Photoshop អញ្ចឹងយើងចាំបន្តិចមកនៅពេលដែលយើងបើកកម្មវិធីហ្នឹងដល់ពេលបើកមកវាចេញបែបនេះវាទាំង home របស់យើងអញ្ចឹងត្រង់ new file យើងអាច create new file បាន create new document យើងហ្នឹងដល់មកយើងអាចកន្លែងក្នុង home យើងអាច open វាហើយជាមួយការងារដែលយើងធ្វើពីមុនមកអញ្ចឹងដើម្បីបើកដើម្បីទៅ reset Adobe Photoshop របស់យើងបានយើងគ្រាន់តែចូលទៅត្រង់ចំណុច edit យកពាក្យ reference ហើយយកពាក្យ general ដល់មកត្រង់ general ហ្នឹងយើងចូលទៅ click កន្លែង reset reference on quick ហ្នឹងដល់មកយើងមើលអាច you want to reset ដល់មក click OK ដល់មកយើង click OK ទៀតវាអត់ទាន់បានទៅ reset ទេយើងត្រូវ restart កម្មវិធីយើងយើងបិទវាហើយដល់មកយើងចូលទៅបើកវិញចូលទៅបើកកម្មវិធី Adobe Photoshop យើងវិញមកអញ្ចឹងវាបានមក home screen ដែល reset កម្មវិធីថ្មីដូចយើងset up កម្មវិ